នៅក្នុងភូមិដាច់ស្រយាលមួយមានផ្ទះឈើមួយដែលនៅជាយព្រៃអ្នកភូមិភាគច្រើនមិនសូវហ៊ាននៅក្បែរទីនោះទេពេលយប់ឡើងព្រោះគេឮថាមានរឿងអាថ៌កំបាំងមួយដែលកាត់ឡើងញឹកញាប់នៅកន្លែងនោះនៅក្នុងផ្ទះនោះមានបុរសម្នាក់ឈ្មោះថាសុខាដែលគាត់នៅតែម្នាក់ឯងប៉ុន្តែគាត់ទើបតែមកពីស្រុកគេផ្សេងរស់នៅទីនោះដោយមិនបានមួយខែទេហើយយប់មួយនោះខ្យល់បក់ខ្លាំងហើយមេឃងងឹតខ្លាំងសុខាកំពុងតែអង្គុយមើលទូទាស់ស្រាប់តែគាត់បានឮសំឡេងមួយដែលចេញពីក្រោយផ្ទះគាត់ហៅថាសុខាសុខាសំឡេងនោះស្រាលស្រាលហើយវាហាក់ដូចជាមនុស្សកំពុងហៅឈ្មោះគាត់ចឹងសុខាគិតថាប្រហែលទៅជាអ្នកចិត្តខាងគេហៅយើងតែដឹងអញ្ចឹងណាគាត់ក៏បានបើកទ្វារហើយដើរចេញទៅមើលក្រោយផ្ទះនោះប៉ុន្តែទៅដល់គ្មានឃើញណាគេមួយមានតែដើមឈើធំធំហើយខ្យល់បក់លុះសូរទៅវូវូវូគាត់ក៏បានត្រឡប់ចូលផ្ទះវិញប៉ុន្តែបន្ទាប់ពីបិទទ្វារមិនបានមួយនាទីផងសំឡេងនោះបានហៅគាត់ម្ដងទៀតហៅថាសុខាមកនេះលោកនេះសំឡេងដូចជាចិត្តខ្លាំងមែនតើសុខាខ្លាចប៉ុន្តែគាត់យកពិលហើយដើរទៅមើលម្ដងទៀតពេលដែលគាត់ដើរទៅដល់ក្រោយផ្ទះគាត់បានឃើញអ្វីមួយដែលឈរក្រោមដើមឈើធំហ្នឹងហ្មងវាជារូបមនុស្សម្នាក់ដែលសក់វែងពាក់អាវពណ៌សសុខាបានហៅថាចុះណាគេហ្នឹងរូបនោះក៏មិនឆ្លើយឯងសុខាដើរទៅជិតបន្តិចភ្លាមនោះម៉ែរូបនោះបានលើកក្បាលឡើងលើហ្មងហើយមុខរបស់នាងសស្រអាប់ហើយភ្នែកខ្មៅជ្រៅហ្មងសុខាភ័យខ្លាំងពេលហ្នឹងហើយសុខាដើរថយក្រោយភ្លាមរូបនោះក៏បាននិយាយសំឡេងត្រជាក់មកថាផ្ទះនេះមិនមែនជារបស់អ្នកអីខ្យល់ក៏បានបោកខ្លាំងធ្វើឲ្យភ្លើងពិលរបស់សុខាលត់ឈឹងមកពេលនោះគាត់បើកវាម្ដងទៀតហើយក៏ឃើញបាត់រូបនៅស្រីនោះប៉ុន្តែអ្វីមួយដែលនៅឈរពីក្រោយគាត់គឺនៅឈរទៀតហើយសំឡេងស្រាលដែលខ្សឹបមកនៅក្បែរត្រចៀកគាត់ថាអ្នកមិនគួរនៅទីហ្នឹងទេហើយដល់ពេលថ្ងៃបន្ទាប់អ្នកភូមិបានឃើញសុខារត់ចេញពីផ្ទះហ្នឹងហ្មងហើយរត់ទាំងភ័យហ្មងរត់ទាំងខ្លាចហ្មងហើយគាត់មិនដែលត្រឡប់មកវិញអ្នកភូមិក៏គេនៅចាំមើលគេនៅក្បែរហ្នឹងប៉ុន្តែអ្នកភូមិនិយាយថាពេលយប់ខ្លះគេនៅតែឮសំឡេងមនុស្សនៅពីក្រោយផ្ទះនោះហៅសុខាដដែលហើយនៅក្រោមដើមឈើធំគេឃើញមនុស្សស្រីសក់វែងឈរមើលទៅផ្ទះហ្នឹងរហូតហ្មងបន្ទាប់ពីសុខារត់ចេញពីផ្ទះហ្នឹងគាត់បានទៅរស់នៅភូមិផ្សេងឆ្ងាយពីទីនោះហើយគាត់ព្យាយាមបំភ្លេចរឿងដែលបានកើតឡើងនៅយប់ហ្នឹងប៉ុន្តែអ្វីដែលនៅតែធ្វើឲ្យគាត់គេងមិនលក់រាល់យប់គាត់តែងតែសម្បិនឃើញរូបមនុស្សស្រីដែលសក់វែងឈរនៅក្រោមដើមឈើដដែលហ្នឹងមកហើយនាងនិយាយពាក្យដដែលថាត្រឡប់មកវិញសុខាភ័យខ្លាំងហើយព្យាយាមមិនគិតពីវាទេប៉ុន្តែថ្ងៃមួយគាត់ទទួលបានសំបុត្រមួយដែលក្នុងសំបុត្រនោះអត់មានឈ្មោះអ្នកផ្ញើទេហើយនៅលើសំបុត្រនោះមានតែពាក្យមួយម៉ាត់ខ្លីគត់ផ្ទះកំពុងរងចាំអ្នកចោមសុខាចាប់ផ្ដើមភ័យហើយគាត់មិនបានប្រាប់អាស័យដ្ឋានផ្ទះថ្មីរបស់គាត់ទេគាត់ឆ្ងល់ថាតើអ្នកណាបានស្គាល់ផ្ទះគាត់នៅហ្នឹងដូច្នេះហើយតើអ្នកណាជាអ្នកផ្ញើយប់នោះគណៈពេលដែលគាត់កំពុងតែអង្គុយម្នាក់ឯងនៅក្នុងបន្ទប់ស្រាប់តែគាត់បានឮសំឡេងមួយចេញពីក្រៅបង្អួចមកហើយសុខានោះហៅថាសុខាសំឡេងនោះគឺដូចសំឡេងដែលគាត់បានឮនៅក្រោយផ្ទះចាស់របស់គាត់ចឹងបើដងគាត់បុកខ្លាំងមែនតើគាត់ដើរយឺតទៅក្បែរបង្អួចហ្នឹងហើយបើកវាមើលក្រៅផ្ទះគ្មាននរណាមួយទេប៉ុន្តែពេលដែលគាត់បិទបង្អួចវិញនៅលើកញ្ចក់បង្អួចរបស់គាត់ហ្នឹងមានស្នាមដៃមួយលេចឡើងយឺតពីខាងក្នុងមកហើយក្រោមដៃនោះមានអក្សរមួយបង្ហាញថាដូចជាមានមនុស្សម្នាក់ដែលកំពុងតែសរសេរនៅលើអាធូលីវាជាប់ធូលីជាប់អីហ្នឹងវាសរសេរថាខ្ញុំបានឃើញអ្នកហើយភ្លាមនោះភ្លើងនៅក្នុងបន្ទប់គាត់អាលុតឈឹងមកសុខាបានឮសំឡេងអញ្ចឹងហើយដែលនៅពីក្រោយគាត់គាត់ឮសំឡេងភ័យអញ្ចឹងគាត់ដូចឮសំឡេងដូចនៅពីក្រោយគាត់ហើយសំឡេងស្រាវខ្សឹបមកប្រាប់គាត់ថាឥឡូវនេះអ្នកមិនអាចរត់គេចបានទៀតទេឆ្លងអញ្ចឹងយើងចប់វគ្គ1ហើយបើសិនតែបងប្អូនអរគ្នាចង់តាមដានវគ្គ2ទៀតកុំភ្លេចតាមដាននៅពេលក្រោយទៀតយើងនឹងជួបគ្នានៅវគ្គ2បន្តទៀត